19 ឃ្លានេះសម្រាប់ប្រើប្រាស់នៅការិយាល័យទី1 arrive at the office arrive at the office តែយើងបកប្រែខ្មែរថាមកដល់ការិយាល័យឧទាហរណ៍ I arrive at the office at 8 o'clock I arrive at the office at 8ខ្ញុំមកដល់ការិយាល័យនៅម៉ោង8ទី2 enter the office enter the office យើងប្រែថាចូលការិយាល័យឧទាហរណ៍ I enter the office quietly I enter the office quietly ខ្ញុំដើរចូលការិយាល័យយ៉ាងស្ងៀមស្ងាត់ទី3 greet coworkers greet coworkers យើងបកប្រែថាស្វាគមន៍មិត្តរួមការងារឧទាហរណ៍ I greet my coworkers every morning I greet my coworkers every morning ខ្ញុំស្វាគមន៍មិត្តរួមការងាររៀងរាល់ព្រឹកមុនពេលយើងចូលធ្វើការយើងទៅដល់ជួបគ្នាយើងស្វាគមន៍គ្នាទី4 turn on computer turn on computer យើងប្រែថាបើកកុំព្យូទ័រឧទាហរណ៍ I turn on computer at 8:15 I turn on computer at 8:15 ខ្ញុំបើកកុំព្យូទ័រនៅម៉ោង 8:15 នាទីទី5 check email check email យើងបកប្រែថាពិនិត្យ email ឧទាហរណ៍ I check my email first I check my email first ខ្ញុំពិនិត្យមើល email របស់ខ្ញុំមុនគេមានតែបន្ទាប់ពីយើងបើកកុំព្យូទ័រហើយយើងចូលមើល email ដើម្បីពិនិត្យមើលសារការងារផ្សេងៗដែលនៅសេសសល់ឬក៏ផ្នែកណាមួយដែលផ្ញើមកយើងចឹងទៅទី6 read an email read an email យើងអាន email ណា She reads an important email She reads an important email នាងអាន email ដែលសំខាន់ទី7 send an email send an email យើងផ្ញើ email ឧទាហរណ៍ I send an email to my manager I send an email to my manager ខ្ញុំផ្ញើ email ទៅអ្នកគ្រប់គ្រងរបស់ខ្ញុំ ឃ្លាទី8 reply to an email reply to an email ឆ្លើយតប email ដែលគេផ្ញើមកយើងពិនិត្យយើងអានហើយយើងឆ្លើយតបទៅគេវិញឧទាហរណ៍ He replies to an email quickly He replies to an email quickly គាត់ឆ្លើយតប email យ៉ាងលឿនយ៉ាងឆាប់រហ័សឃ្លាទី9 write a report write a report យើងបកប្រែថាសរសេររបាយការណ៍ឧទាហរណ៍ I write a report every Friday I write a report every Friday ខ្ញុំសរសេររបាយការណ៍រៀងរាល់ថ្ងៃសុក្រឃ្លាទី10 read a report read a report យើងបកប្រែថាអានរបាយការណ៍អូខេឧទាហរណ៍ She reads monthly report She reads monthly
report នាងអានរបាយការណ៍ប្រចាំខែអូខេនិង clear ទី10 1 print a document print a document ខ្ញុំប្រែថាបោះពុម្ពឯកសារការងារនៅកន្លែងការងារយើងតែងតែមានការបោះពុម្ពឯកសារគេហៅ print ណាពេលខ្លះយើងនិយាយភាសាអង់គ្លេសដែរកន្លែងហ្នឹងឧទាហរណ៍ I print a document for my boss I print a document for my boss បកប្រែថាខ្ញុំបោះពុម្ពឯកសារឲ្យមេរបស់ខ្ញុំឲ្យចៅហ្វាយរបស់ខ្ញុំ boss ខ្ញុំប្រែថាមេឬចៅហ្វាយណា12 scan a document scan a document យើងបកប្រែថា scan ឯកសារណាឯកសាររបស់យើង scan ណាឧទាហរណ៍ please scan this document please scan this document ខ្ញុំបកប្រែថាសូមជួយ scan ឯកសារឲ្យតិចមើលអញ្ចឹងពាក្យ please ហ្នឹងពេលយើងនិយាយនាំមុខមានន័យថាយើងគួរសមដាក់គេយើងសុំគេឲ្យជួយធ្វើអីណា please scan this document ឃ្លាដែលយើងនិយមប្រើប្រាស់នៅកន្លែងការងារទី13គឺ copy a document copy a document យើងប្រែថាថតចម្លងឯកសារប៉ុន្តែច្រើនថាយើងនិយាយ copy ហ្នឹងណាអូខេ copy a document ឧទាហរណ៍ I copy the document for the team I copy a document for the team ខ្ញុំថតចម្លងឯកសារសម្រាប់ក្រុមការងារ for the team សម្រាប់ក្រុមការងារណាឃ្លាទី14 organize files organize files ខ្ញុំប្រែថារៀបចំឯកសារអូខេឧទាហរណ៍ I need to organize files I need to organize files ខ្ញុំចាំបាច់ត្រូវរៀបឯកសារដើម្បីឲ្យមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់និងបែងចែកទៅតាមប្រភេទឬក៏ក្រុមនៃឯកសារទី15 open a file open a file ខ្ញុំប្រែថាបើកឯកសារជាទូទៅនៅក្នុងកុំព្យូទ័ររបស់យើងណាពេលដែលយើងចង់រកឯកសារណាមួយដើម្បីធ្វើយើងបើកឯកសារទៅថា Word Excel ឬក៏ Slide PowerPoint អីចឹងទៅអញ្ចឹងយើងប្រើពាក្យយើងប្រើ clear open a file ណាឧទាហរណ៍ open a file please open a file please សូមជួយបើកឯកសារតិចមើលជួយបើកឯកសារតិចមើលយើងពិនិត្យមើលឬក៏អីចឹងណាសូមជួយបើកឯកសារតិចមើលទី16 save a file save a file យើងប្រែថារក្សាទុកឯកសារពេលដែលយើងធ្វើយើងកែសម្រួលឲ្យរួចហើយយើងរក្សាឯកសារនឹងទុកឬក៏យើងហ្នឹងហើយយើង save ទុកយើងរក្សាទុកដើម្បីយើងផ្ញើទៅឬក៏ស្នុកយើងប្រើប្រាស់ថ្ងៃក្រោយដើម្បីប្រើប្រាស់ថ្ងៃក្រោយឬក៏ទុកជាឯកសារថ្ងៃក្រោយពេលខ្លះយើងក៏អាចបោះពុម្ពចេញដែរឯកសារដែលយើងធ្វើនៅកន្លែងការងារយើងអាច print វាហើយអញ្ចឹងជា file ជា Word ឬក៏ Excel ហ្នឹងក៏យើងអាចរក្សាទុកដែរអូខេឧទាហរណ៍ Don't forget to save the file Don't forget to save the file កុំភ្លេចរក្សាឯកសារទុកផងកុំភ្លេចរក្សាឯកសារទុកផងមានតែយើងធ្វើយើងរក្សាទុកផងដើម្បីមានគំរូនឹងមានឯកសារគោលអញ្ចឹងណាឬក៏ជាឯកសារទុកថ្ងៃក្រោយអូខេ17 delete a file delete a file មានយើងលុបចោលឯកសារមួយចំនួនយើងប្រើហើយយើងលុបចោលយើងអត់ចាំបាច់រក្សាទុកទេអូខេឬក៏ឯកសារចូលឆ្នាំថ្មីឯកសារឆ្នាំចាស់យើង copy ទុកនៅម៉ាស៊ីនធំអីចឹងហើយឬក៏ម៉ាស៊ីនរបស់កន្លែងការងារក្រុមហ៊ុនរបស់យើងហើយយើងត្រូវលុបឯកសារពីក្នុង
កុំព្យូទ័រតូចៗរបស់យើងនៅកន្លែងការងារឬក៏ laptop ផ្ទាល់ខ្លួនរបស់យើងអញ្ចឹងយើងអាចប្រើ clear delete a file ឧទាហរណ៍ I delete all files I delete all files ប្រែថាខ្ញុំលុបឯកសារចាស់ៗចោលយើងលែងត្រូវការទេដែរ clear ទី18 rename a file rename a file យើងប្រែថាបដូរឈ្មោះឯកសារណោះឧទាហរណ៍ឯកសារហ្នឹងឯកសារផ្នែកណាមួយផ្នែកហិរញ្ញវត្ថុអូខេចំណូលផ្នែកហិរញ្ញវត្ថុប្រចាំខែ7ចុះយើងចូលខែថ្មីយើងកែឈ្មោះយើងផ្លាស់ប្ដូរឈ្មោះវាទៅជាខែ8វិញអញ្ចឹងយើងអាចនិយាយជា clear អង់គ្លេស rename a file អូខេឧទាហរណ៍ I renamed a file I renamed a file ខ្ញុំបានបដូរឈ្មោះឯកសារបានបដូរហើយអូខេនិងចុងក្រោយទី19 upload a file upload a file យើងប្រែថាបញ្ចូលឯកសារអូខេដូចយើងមុនពេលយើងផ្ញើទៅតាម Telegram ផ្ញើយើងត្រូវបញ្ចូលឯកសារហ្នឹងមកក្នុង Telegram សិនដើម្បីផ្ញើហ្នឹងហៅ upload ណោះឬក៏យើង upload ទៅតាម email upload ក្នុង Facebook អញ្ចឹងណា upload ក្នុង YouTube អញ្ចឹងទៅប៉ុន្តែនេះជា file បើយើង upload ក្នុង Facebook ក្នុង YouTube អីយើង upload ជា video ជាអីចឹងទៅ file video អញ្ចឹងណាអូខេឧទាហរណ៍ I will upload a file later I will upload a file later ខ្ញុំនឹងបញ្ចូលឯកសារហ្នឹងនៅពេលក្រោយអូខេខ្ញុំនឹងបញ្ចូលឯកសារហ្នឹងនៅពេលក្រោយអូខេអរគុណអ្នកនរគ្នាវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងជួបគ្នានៅក្នុងវីដេអូបន្តទៀត